ជាបឋមខ្ញុំកណាមានទុកងខាត់ពោធិ៍សាត់សូមថ្វាយបង្គំចំពោះប្រធារានុធរៈគ្រប់ព្រះអង្គនិងជំរាបសួរស្ដីទៅកាន់ពុកម៉ែបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រណាំងទូកជាទីមេត្រីខ្ញុំកណាជឿជាក់ថាពុកម៉ែបងប្អូនយើងប្រកាសជានឹករលឹកសម្លេងខ្ញុំកណាក៏ដូចជានឹករលឹកខ្ញុំកណាផងដែរតែដោយសារមួយរយៈនេះខ្ញុំកណាមានបញ្ហាសុខភាពអញ្ចឹងទៅក៏អត់បានចេញវីដេអូក៏ដូចជាខកខាននៅក្នុងការផុសវីដេអូចែកជូនពុកម៉ែបងប្អូនយើងទស្សនាកំសាន្តដែរហើយថ្ងៃនេះខ្ញុំកណាបានលេចលើព័ត៌មានមួយអំពីទុកងវ័យរៀបត្បូងឃ្មុំពុកម៉ែបងប្អូនយើងដែលអញ្ជើញទៅខាងរាជធានីភ្នំពេញកាលពីប្រហែលថ្ងៃមុនហ្នឹងគឺកំពុងតែរៀបចំធ្វើដំណើរមកកាន់ទឹកដីត្បូងឃ្មុំវិញហើយដោយសារតែមួយគ្រឿងនេះបើនិយាយមែនតើទៅគឺជាអតីតជើងខ្លាំងមករូបដែរនៅក្នុងទឹកដីត្បូងឃ្មុំហើយមួយគ្រឿងនេះខ្ញុំកណាជឿថាបងប្អូនអ្នកត្បូងឃ្មុំសោកស្ដាយច្រើនដែរចំពោះការចាកចេញពីស្រុកភូមិកំណើតខ្លួនឯងដែលផ្លាស់ប្ដូរតំណមកកាន់រាជធានីភ្នំពេញអញ្ចឹងណាអញ្ចឹងទៅការវិលត្រឡប់របស់អ្វីរៀបត្បូងឃ្មុំទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញខ្ញុំកណាពិតជាសប្បាយចិត្តមែនតើហើយខ្ញុំកណាជឿជាក់ថាមួយគ្រឿងនេះគឺនឹងមានអ្វីដែលប្រែប្រួលច្រើនបើសិនជាការប្រកួតថ្នាក់ជាតិយើងវិលត្រឡប់មកវិញអញ្ចឹងណាបងប្អូនយើងអញ្ចឹងខ្ញុំកណាមានអីច្រើនទេសូមអរគុណចំពោះប្រធារានុធរៈគ្រប់ព្រះអង្គនិងយើងនឹងរងចាំមើលព័ត៌មានលម្អិតបន្ថែមទៀតថាតើអ្វីរៀបត្បូងឃ្មុំនេះនឹងទៅដល់ទឹកដីត្បូងឃ្មុំនៅពេលណាអញ្ចឹងណាបងប្អូនយើងអញ្ចឹងខ្ញុំកណាសូមថ្វាយបង្គំលា